ជំរាបសួរពុកម៉ែបងប្អូនបាទឥឡូវនេះខ្ញុំចូលមកដល់ទឹកដីខាងទំរិញបាទខេត្តកំពង់ធំណាបាទហើយសម្រាប់បងដែលមានចន្ទទីដែលចាស់ដើមបាទចង់ជំរុះស្លឹកបាទអញ្ចឹងណាបាទការជំរុះគឺជារឿងមួយដែលងាយស្រួលទេបាទសំខាន់ឲ្យតែជើងក្រោមអសោះល្អបាទពលឺថ្ងៃគ្រប់គ្រាន់ហើយបាញ់ជោគសពបាទធានាថានឹងជ្រុះមកល្អជ្រុះ 100% តែម្ដងអញ្ចឹងណាបាទប៉ុន្តែរឿងជ្រុះយើងគិតថាវាជារឿងល្អហើយប៉ុន្តែជ្រុះហើយចេញត្រួយអាហ្នឹងគឺកាន់តែល្អទៀតចង់និយាយចឹងណាមានន័យថាស្លឹកចាស់ក៏ជ្រុះមកល្អហើយនឹងអាចលើសត្រួយថ្មីមកបាទអញ្ចឹងណាបាទដោយចន្ទីនេះបាទជាងចូល10ឆ្នាំជាងឯណោះបាទអញ្ចឹងណានេះធំមែនតើអញ្ចឹងណាបាទហើយគិតជំរុះបានស្អាតបាទអញ្ចឹងនៅក្នុងការជំរុះយើងជំរុះបានស្អាតហើយបញ្ចេញត្រួយបានលឿនទៀតបាទអញ្ចឹងអាចចន្លោះខ្ទង់7ថ្ងៃឬក៏10ថ្ងៃក្រោយយើងអាចបំពន់ត្រួយនៅពេលដែលចាប់ផ្ដើមបែកមិត្តចាប់អញ្ចឹងណាចេញមិត្តចាប់មកគឺយើងបំពន់ត្រួយជំនួយដល់ត្រួយបាទដើម្បីឲ្យត្រួយហ្នឹងគឺត្រួយកម្លាំងល្អអញ្ចឹងណាបន្ទាប់បញ្ចេញត្រួយបាទចន្លោះខ្ទង់20ថ្ងៃ25ថ្ងៃឡើងទៅអ្វីហ្នឹងដែលយើងត្រូវបាញ់អកម៉ូនមួយទាញផ្កាតែម្ដងអញ្ចឹងណាមានន័យថាយើងជំរុះរួចយកត្រួយផ្កាអញ្ចឹងណាហ្នឹងគឺចំណេញបាទប៉ុន្តែតើតើនឹងការប្រើអកម៉ូនបាទទាញអកម៉ូនជំនួយក្នុងការទាញផ្កានេះយើងត្រូវតែជ្រើសរើសផលិតផលណាដែលល្អច្បាស់បាទនៅក្នុងការទាញផ្កាអញ្ចឹងណាបាទបើយើងប្រើមិនត្រូវបាទមានន័យថាវាអាចចាស់ទៅលេងត្រួយទេអញ្ចឹងណាបាទកន្លែងការប្រើប្រាស់ថ្នាំនេះជារឿងដែលសំខាន់អញ្ចឹងណាបាទអញ្ចឹងបងទៅរើសបាទប្រភេទជីថ្នាំណាដែលល្អដែលអាចទាញផ្កាបានលឿនបាទអញ្ចឹងមានន័យថាជីថ្នាំដែលល្អគឺជីថ្នាំដែលមានគុណភាពបាទដែលគេធ្លាប់ស្គាល់ច្រើនអញ្ចឹងណាអញ្ចឹងបងអាចទិញយកទៅបាញ់ទៅអញ្ចឹងណាបាទហើយនៅក្នុងការបាញ់ទាញផ្កាបាទមិនក្រោមពី2ដងទេបាញ់ម្ដងនេះរួចបាទខ្ទង់7ថ្ងៃឬ10ថ្ងៃក្រោយយើងត្រូវបាញ់វាម្ដងទៀតអញ្ចឹងណាបាទយើងកំតុកវាយូរបាទអញ្ចឹងវីដេអូនេះធ្វើការចែកម្លែកប៉ុណ្្នឹងសិនបាទអរគុណ